សួស្តីអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញមួយទៀតទាក់ទងទៅនឹងការបន្ថែម comment ជាច្រើននៅក្នុងកម្មវិធី AutoCAD អញ្ចឹងឧបមាថាខ្ញុំមាន object មួយគឺខ្ញុំគូស REC អ្នកទាំងអស់គ្នាប្រើ comment REC ពាក្យពេញរបស់វាគឺ rectangle ហើយយើងធ្វើការ enter យើងចេញ object បែបនេះប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាចង់ប្រើ comment ផ្សេងយើងអាចបន្ថែមបានអញ្ចឹងយើងចូលទៅកាន់ពាក្យ tool ជ្រើសរើសយកពាក្យ customize យកពាក្យ edit program parameter យើងទៅ select យកពាក្យ REC នេះពាក្យពេញរបស់វាគឺ rectangle អ្នកទាំងអស់គ្នាធ្វើការ select ហើយ Ctrl C ដាក់នៅខាងក្រោយពាក្យ rectangle នេះហើយ enter តមកអ្នកទាំងអស់គ្នាធ្វើការ Ctrl V ហើយយើងដូនពាក្យនៅខាងមុខនេះគឺឧបមាថាខ្ញុំដាក់លេខ1 2 ដងតមកទៀតអ្នកទាំងអស់គ្នាធ្វើការ save file ហើយយើងខ្វែងវាអញ្ចឹងយើងអត់ទាន់អាចប្រើប្រាស់វាបានទេឧបមាថាខ្ញុំចុចលេខ1 2 ដងអញ្ចឹងវាអត់ចេញទេយើងត្រូវទៅបើកមុខងារមួយទៀតគឺ re-init អញ្ចឹងយើង select មកហើយយកពាក្យ PGP file អូខេអញ្ចឹងយើងប្រើលេខ1 2 ដងមកហើយ enter យើងអាចគូស comment REC បានអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះ